ទំលាប់3យ៉ាងបាទដែលអាចនាំឲ្យឡានយើងមានបញ្ហាដល់ប្រអប់លេខអញ្ចឹងទម្លាប់ទី1បាទទម្លាប់ទី1ពេលដែលឡានយើងកំពុងបើកអញ្ចឹងទៅយើងចង់ឈប់បាទយើងរៀងផ្អង់លបឿនយឺតឡានមិនតន់នឹងឈប់ស្រួលផងគឺយើងចុចពេបាទយើងចុចពេបាទពេលដែលចុចពេទៅគឺឡានយើងក៏ត្រាក់ងឹកបាទក៏ត្រាក់ងឹកមានន័យថាឡានយើងហ្នឹងគឺយកប្រអប់លេខទៅទប់ហើយបាទទប់សុទ្ធហើយអញ្ចឹងទម្លាប់ហ្នឹងបើសិនជាបងប្អូនកែប្រែបានគឺគួរតែកែប្រែណាបាទយើងជន់ឡានយើងឲ្យឈប់បាទឲ្យឈប់នឹងឈប់វិលកង់សិនបាទចាំយើងចុចពេទម្លាប់ទី2បាទពេលដែលបងប្អូនចតលើផ្លូវដែលមិនរៀបស្មើបាទចតលើផ្លូវរាងទួលឬក៏ផ្ទះយើងមានរាងខ្ពស់អញ្ចឹងណាបាទវារាងទួលអញ្ចឹងទៅបងប្អូនអត់ទម្លាប់ចតដោយដាក់ហ្វ្រាំងដៃទេបាទនេះសម្រាប់ឡានទូទៅគឺហ្វ្រាំងដៃនៅកន្លែងខាងស្ដាំនេះបាទហើយសម្រាប់ប្រុសគឺហ្វ្រាំងដៃវានៅខាងឆ្វេងបាទជើងខាងឆ្វេងនេះបាទអញ្ចឹងគឺយើងមិនទម្លាប់ដាក់ហ្វ្រាំងដៃពេលដែលយើងចតបាទពេលដែលយើងចតលើផ្លូវមិនរៀបស្មើយើងអត់ទ្របប្រើហ្វ្រាំងដៃដើម្បីជួយទប់ប្រអប់លេខយើងទេមានន័យថាយើងប្រើប្រអប់លេខទប់សុទ្ធបាទអាហ្នឹងក៏ងាយនឹងខូចប្រអប់លេខយើងដែរបងប្អូនណាបាទអញ្ចឹងទម្លាប់ទី3បាទទម្លាប់ទី3មានន័យថាយើងជិះអត់ដែលខ្វាយខ្វល់ពីប្រេងប្រអប់លេខតែម្ដងបាទអត់ដែលខ្វាយខ្វល់ពីប្រេងប្រអប់លេខទេហើយប្រេងប្រអប់លេខជាធម្មតាអាចថា2ឆ្នាំបាទ2ឆ្នាំឬក៏50000គីឡូហ្នឹងគឺយើងបដូរចេញម្ដងទៅបាទហើយបើអាចយើងថាបដូរប្រេងម៉ាស៊ីន4ដងឬក៏5ដងគឺយើងឆែកមើលប្រេងប្រអប់លេខម្ដងបាទតើវាខ្មៅឬក៏នៅបាទហើយវាយ៉ាងស្ទើរគុណភាពឬនៅបើសិនជាវាស្ទើរហើយបើយើងផ្លាស់ប្ដូរហើយបើសិនជាយើងមិនដែលផ្លាស់ប្ដូរអាហ្នឹងក៏វាធ្វើឲ្យប្រេងប្រអប់លេខយើងងាយនឹងខូចដែរបងប្អូនណាបាទងាយនឹងខូចដែរអញ្ចឹងបើសិនជាអាចតែប្ដូរប្រេងម៉ាស៊ីន4ទៅ5ដងបងប្អូនប្ដូរប្រេងម៉ាស៊ីនប្ដូរប្រេងប្រអប់លេខម្ដងទៅបាទអញ្ចឹងទម្លាប់3យ៉ាងនេះបងប្អូនគួរតែកែប្រែបើមិនចង់ឲ្យប្រអប់លេខយើងបាទវាងាយនឹងមានបញ្ហាបាទឲ្យប្រអប់លេខយើងវារត់ស្មូតល្អយើងបាទ2ឆ្នាំនេះយើងប្ដូរប្រេងប្រអប់លេខម្ដងទៅបាទវាធ្វើឲ្យឡានយើងរត់ស្មូតវាមិនចូលលេខអីកត្រាក់កតាណាបាទចូលលេខកត្រាក់កតាហ្នឹងក៏វាតកតងជាមួយនឹងប្រេងប្រអប់លេខយើងដូចគ្នាបាទឡានខ្លះប្រហូរមកគឺអត់មានប្រេងទេប្រេងវាកក់ទៅជាផុកបាត់ទៅហើយដោយសារគាត់មិនដែលខ្វាយខ្វល់ពីប្រេងប្រអប់លេខអញ្ចឹង